ចាឥឡូវយើងមកដោះស្រាយលំហាត់តលេខ20សំណួរខគឺគេឲ្យយើងគណនាចំនួនក្រូម៉ូសូម D ប្លុក A របស់ភេទរស់អញ្ចឹងយើងស្រង់បំរាប់ដែលយើងនៅសល់ពីសំណួរកមកអញ្ចឹងបំរាប់យើងគឺមានមួយគឺក្រូម៉ូសូមសរុបនៅក្នុងកសិកា A ស្មើនឹងគឺបំរាប់ដែលគេឲ្យយើងគឺចំនួនក្រូម៉ូសូមសរុបក្នុងកសិកាកូន A និងចំនួនក្រូម៉ូសូមសរុបនៅក្នុងកសិកាកូន B មានចំនួន 6400 ចានោះគឺគេប្រាប់ជាចំនួនក្រូម៉ូសូមមកយើងអញ្ចឹងយើងវិចាររូបមន្តដែលគេសួរចង់បានសិនគឺក្រូម៉ូសូម D ប្លុក A ចាអញ្ចឹងកន្លែងនេះគឺយើងអត់អាចទាញយក D ប្លុក A បានទេដោយសារអីដែលយើងអត់ដឹងគឺក្រូម៉ូសូមសរុបក្នុងកសិកាកូនហេតុអីយើងអត់អាចចំណុចបានដោយសារបំរាប់យើងប្រាប់ក្រូម៉ូសូមសរុបរបស់កសិកាកូនមួយមកវាមិនមែនក្រូម៉ូសូមទាំងអស់បញ្ចូលគ្នាទេចាអញ្ចឹងកន្លែងនេះគឺយើងត្រូវរកចំនួនក្រូម៉ូសូមរបស់កសិកាកូន A និងក្រូម៉ូសូមសរុបរបស់កសិកាកូន B ឃើញសិនចាអញ្ចឹងកន្លែងនេះគឺយើងវិចាររូបមន្តនឹងទុកសិនមកតើមកយើងជំនួសក្រូម៉ូសូមរបស់ A ឲ្យជាប់អញ្ញត្តិ 2n អញ្ចឹង 2n នេះគឺយើងអត់ទាញរកទេយើងជំនួសតម្លៃលេខដើម្បីឲ្យវាជាប់ជាអញ្ញត្តិដើម្បីវាគឺក្នុងចំនួននៅក្នុងបំរាប់របស់យើងចាអញ្ចឹងយើងឃើញហើយយើងជំនួសជាលេខហើយយើងដាក់ជារង្វង់កញ្ចក់ដូចនេះក្រោមមកដើម្បីសម្គាល់ថាវាជាអញ្ញត្តិយើងអាចគុណលេខចូលបានទេចំពោះកសិកា B ក៏ដូចគ្នាដែរគឺយើងដាក់រូបមន្តមកយើងជំនួសកសិកាកូនរបស់វាចូលហើយយើងទាញយកក្រូម៉ូសូមសរុបរបស់ A កសិកា A និង B នៅពេលដែលយើងឃើញហើយយើងមើលទៅលើបំរាប់យើងវិញអញ្ចឹងបំរាប់របស់យើងហេតុអីបានគ្រូសេបូអញ្ចឹងនៅក្នុងជីវៈគ្មានពាក្យសម្គាល់របស់គេពាក្យនឹងស្មើនឹងផលបូកឯងពាក្យច្រើនជាងតិចជាងគឺស្មើនឹងផលដកឯងចាអញ្ចឹងធ្វើមកយើងព្យាយាមឲ្យយល់ន័យរបស់គេហើយមួយទៀតនោះពាក្យន័យនឹងស្មើនឹងផលគុណណាចាតោះឥឡូវយើងមកមើលលំហាត់យើងតអញ្ចឹងកន្លែងនេះគឺចំនួនក្រូម៉ូសូមសរុបក្នុងកសិកា A ហើយនឹងចំនួនក្រូម៉ូសូមសរុបនៅក្នុងកសិកា B គឺយើងរកឃើញហ្នឹងមែនគឺជាប់អញ្ញត្តិ n នេះឯងអញ្ចឹងយើងមានន័យថាយើងយកវាមកចំនួននៅក្នុងបំរាប់យើងនឹងណាដើម្បីទាញរក 2n ព្រោះ 2n គឺជាអ្វីដែលគេចង់បានចាយើងចំនួនចូលមកអញ្ចឹងយើងបាននាំអីកោក្រូម៉ូសូមក្នុងកសិកា A គឺស្មើប៉ុណ្នេះហើយនៅក្នុងកសិកា B ស្មើប៉ុណ្នេះហើយយើងមើលពីហ្នឹងអីដែលដូចគ្នាគឺ 2n ចាអញ្ចឹងយើងទាញ 2n ជាកត្តារួមមកហើយបូកលេខនៅក្នុងវងកញ្ចក់នេះដើម្បីទាញរក 2n ចានេះអញ្ចឹងថា 2n គឺស្មើនឹង6400ចែកនឹង80ចាអញ្ចឹង 2n គឺស្មើនឹង80ក្រូម៉ូសូមចាអញ្ចឹងពេលដែលយើងឃើញហើយគឺកុំភ្លេចដូចនេះផងចាអញ្ចឹងចម្លើយខរបស់យើងគឺមានប៉ុណ្ណឹងអរគុណ